បាទសួស្តីនៅក្នុងវីដេអូមួយនេះគឺយើងបន្តមេរៀនទី5បាទការជំនួសលេខដោយតួអក្សរយើងចូលទៅដល់លំហាត់នៅទំព័រទី27លំហាត់យើងគឺគេឲ្យកំណត់តម្លៃ a ទៅតាមលក្ខខណ្ឌនៃសំណួរនីមួយៗអញ្ចឹងទាំងអស់ខ្ញុំលើកយក4សំណួរមកបាទសំណួរកប្រធានលំហាត់គេឲ្យមកគឺ2កត្តាឲ្យ5បូក a ស្មើ15ក៏យើងរកថាតើតម្លៃ a នេះត្រូវស្មើនឹងលេខប៉ុន្មានបាទអញ្ចឹងដើម្បីដោះស្រាយរកតម្លៃ a អញ្ចឹងយើងឃើញថាលំហាត់របស់យើងកន្លែងនេះគឺចេញមកវាមានលក្ខណៈប្លែកក្នុងថាវាមាន2កត្តាឲ្យ5បូក a អញ្ចឹងដើម្បីកំណត់រកតម្លៃ a មួយនេះបានគឺដំបូងគឺយើងត្រូវតែគុណបំបត្តិមួយឆកនេះបាទអញ្ចឹងក្នុងកន្លែងយើងឃើញ2កត្តាឲ្យ5បូក a មានន័យថា2នេះធ្វើប្រមាណភាគគុណមានន័យថា2ធ្វើប្រមាណភាគគុណជាមួយនឹងលេខ5ផង2នេះធ្វើប្រមាណភាគគុណជាមួយនឹង a ផងចឹងនៅពេលដែលយើងគុណបំបត្តិវងចប់មកយើងបានពី5ដងគឺយើងបាន10បូកឲ្យ2គុណនឹង a បាទ2គុណនឹង a គឺយើងអាចសរសេរថា 2a បាទសេជាប់គ្នាអញ្ចឹងមានន័យថាប្រមាណទីគុណណាចឹង10បូកឲ្យ 2a ស្មើនឹង15បាទចឹងយើងមាន10បូក 2a ស្មើ15អញ្ចឹងបន្តទៀតគឺយើងត្រូវធ្វើអីគឺយើងត្រូវបំបត្តិលេខ10នេះចឹង10នេះដើម្បីបាត់វាយើងមានកន្លែងនេះគឺបូក10បងប្អូនចឹងដើម្បីបាត់លេខ10នេះគឺយើងត្រូវធ្វើមកទីដក10ចឹងបូក10ដក10គឺឃើញ0ហើយអញ្ចឹងកាលណាខាងនេះដក10ខាងនេះក៏ត្រូវដក10ដែរអញ្ចឹងខាងនេះដក10ទៅមានអក្សរតែ2a បាទអញ្ចឹងស្មើនឹង15ដក10បាទមានន័យថាយើងដក10សងខាងនេះយើងមាន10ដក10ចេញទៅ0អក្សរតែ 2aចឹងខាងនេះយើងយក15ដក10ដែរអញ្ចឹង 2a ស្មើនឹងយើងធ្វើមកទីដកទៅ15ដក10នៅសល់5បាទអញ្ចឹង 2a ស្មើ5អញ្ចឹងចង់ឲ្យបាន a 2a មានថា2គុណ a អញ្ចឹងចង់បាន a តើយើងយក 2a នេះចែកនឹង2អញ្ចឹង 2a ចែកនឹង2គឺនៅសល់ a ខាងនេះក៏យើងត្រូវចែកនឹង2ដែរយក5ចែក2តែ5ចែក2ចែកឲ្យដាច់អញ្ចឹងនឹងជាពភាចឹងហើយអញ្ចឹងដូចទីយើងរកឃើញតម្លៃ a ស្មើនឹង5លើ2បើយើងបន្តទៅសំណួរខដូចគ្នាដែរជំនាញដំបូងគឺយើងត្រូវតែគុណពលាតវងចរនេះណាអញ្ចឹង3កត្តាឲ្យ a បូក2ស្មើ18អញ្ចឹងយើងគុណចូលមកយើងគុណ3ចូលទៅយើងបាន 3a យើងគុណចូលមកយើងបានបូកឲ្យ3 2ដង6ស្មើនឹង15 3អញ្ចឹងយើងធ្វើម៉េចបំបត្តិ6នេះបូក6ចង់បានបូក6តើយើងដក6ចេញអញ្ចឹងថ្ងៃនេះយើងដក6ចេញថ្ងៃនេះនៅសល់តែ 3a ទេព្រោះបូក6ដក6ទៅ0ហើយអញ្ចឹងនៅអង្គទី2នេះយើងត្រូវយក18នេះដក6ចេញដូចគ្នាណាថ្ងៃនេះអង្គទី1ដក6អង្គទី2ក៏ដក6ចេញដែរអញ្ចឹងយើងបាន 3a ស្មើនឹងដកគ្នាទៅសល់12មែនទេបងបាទបន្តមកទៀតយើងត្រូវយក 3a នេះធ្វើបានទីអីចែកជាមួយ3ទៅវាអក្សរវា4 a អញ្ចឹង 3a ចែក3សល់ a អញ្ចឹងខាងនេះ12ក៏យើងត្រូវចែកនឹង3ដែរអញ្ចឹងមានន័យថា a ត្រូវស្មើនឹង12ចែក3យើងបាន4ដូចនេះតម្លៃ a យើងគឺស្មើនឹងលេខ4បាទសំណួរគោវាមាន 5a ស្មើនឹង3កត្តា a បូក4បាទអញ្ចឹង 5a នៅដដែលនៅអង្គទី2ណាខាងស្ដាំសញ្ញាស្មើខាងអង្គទី2គុណពលាមក3គុណនឹង a បាន 3a 3 4ដងបាន12អញ្ចឹងយើងឃើញដល់ពេលនេះមាន a នៅអង្គខាងឆ្វេងផងនិងអង្គខាងស្ដាំផងអញ្ចឹងដំបូងបំផុតគឺយើងបំបត្តិនេះ 5a ហើយ 3a 5a នេះតូច 3a នេះតូចជាងអញ្ចឹងយើងបំបត្តិ 3a បងអញ្ចឹងបូក 3aយើងចង់ឲ្យបាត់ 3a នេះក៏យើងដក 3a ចេញតោះនេះបងបាទអញ្ចឹងបើយើងដក 3a ចេញខាងនេះយើងមាន 5a ដក 3a ស្មើនឹងនៅខាងនេះ 3a កាលណាយើងដក 3a ចេញទៅវាបាត់អស់ហើយវានៅសល់តែលេខណាបងដក2អញ្ចឹងខាងនេះបើ 5a ដក 3a នៅសល់ប៉ុន្មាននៅសល់ 2a ស្មើនឹង12អញ្ចឹងដើម្បីបាន a គឺយើងយក 2a នេះចែក2អញ្ចឹងថាយើងចែក2ទៅមានអក្សរ a ខាងនេះយើងចែក2មកបាន12ចែកនឹង2អញ្ចឹង a ស្មើនឹង6ដូចនេះ a ស្មើ6បាទអក្សរខ
chẳng như con liền nói những bạn buồn tầm buồn đó bạn sam sập tầm muối bộ gói còn mà muốn buồn còn ngáp ăn buồn á mà nắng tầm muối à bạn chẳng như khi là sam tầm muối bộ buồn á mà tầm muối à chẳng buồn á hay nên tầm muối á buồn á đi câu chiềng này đấy bạn chẳng như đỏ buồn á trên chẳng như miền sam sập tầm muối bộ buồn a cái này những đọ buồn a tránh tới video nó hay nó bị ở miền son lì tê tê so tại sao tầm mùi gì chân ông thì phí nhưng miền tầm mùi á tại những tàu đỏ ở trên vẫn đọ buồn a và chân sam sập tầm mùi mà nứng anh ấy đọ thì mất son là phí à chân những tàu chạy những phí mình vẫn chân sam sập tầm mùi chạy những phí mà nứng phí á chạy phí đó là sọ à chân sam tầm mùi chạy phí bán đọc tầm bầy mà à chứ con mới cái này này dừng sẽ đọc tầm bấy mà à đọc tầm bấy mà á nhưng ai có sẽ ngồi chơi ban được này ta có thật lọc lại cả bạn á mà đọc tầm bấy đôi khi thế nữa đọc tầm bấy mà á mà đọc tầm bấy tầm mùi thì được đấy dừng rồi cưới còn lại á mà đọc tầm bấy và chânนี้คือchiaระเบียบดอกทรายเราดำไหลเราไปดาวปฏิลมหาเยอะมีวงจรนะมีกระตาจังยินตรงคุณผลิตวงจรออกคนชัน